អាគារនាយកដ្ឋានអន្តរប្រវេសន៍បានធ្វើការបណ្ដេញចេញជនបរទេសចំនួន 1089 នាក់ចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី14 15 16ខែកុម្ភៈឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបន្តធ្វើការបណ្ដេញជនបរទេសសរុបចំនួន 1089 នាក់ស្រី57 នាក់មាន14សញ្ជាតិរួមមានចិនយូហ្គង់ដាម៉ាឡេស៊ីឥណ្ឌូនេស៊ីប៉ាគីស្ថានកូរ៉េវៀតណាមចិនតៃវ៉ាន់ហ្វីលីពីននីហ្សេរីយ៉ាឥណ្ឌាបង់ក្លាដេសកេនយ៉ានិងនេប៉ាល់ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាកជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែនឆបោកតាមប្រព័ន្ធអនឡាញលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញស្នាក់នៅគ្មានលិខិតឆ្លងដែននិងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការនៅក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ